សួស្តីអ្នកទាំងអស់គ្នាជួបជាមួយអ្នកថ្ងៃនេះជាមួយសៀវភៅមួយក្បាលដែលមានចំណងជើងថាយល់សប្តិរីឯចំណងជើងដើមជាភាសាអង់គ្លេសរបស់សៀវភៅមួយនេះគឺ The Forgotten Language យល់សប្តិយល់សូងថ្ងៃមិញយល់សូងឃើញដើរក្នុងព្រៃឃើញពស់វែកមួយសែនកាចពេកក្រៃមិនតាន់ដឹងអីដេញខំចិត្តខ្ញុំភ័យខ្លាំងណាស់ខំរើបំរាស់រត់ដល់ជំរំមិនដឹងហេតុអ្វីរត់អស់រាប់ជុំរត់ពេញជំរំត្រូវចឹកដដែលបើតាមជំនឿរបស់ខ្មែរយើងប្រសិនបើយល់សប្តិឃើញសត្វពស់ចឹកបែបនេះចាស់តែងតែនិយាយថាអ្នកដែលយល់សប្តិគឺចិត្តដល់គូហើយប្រសិនបើកើតឡើងចំពោះអ្នកដែលលេងកន្ទុយលេខវិញគឺអាចនឹងចាក់លេខ58និងលេខ88ខ្មែរយើងភាគច្រើនគិតថាការយល់សប្តិគឺជាប្រផ្នូលរបស់ទេវតាប្រាប់ឲ្យយើងដឹងពីរឿងរ៉ាវដែលចិត្តនឹងកើតឡើងប៉ុន្តែនៅក្នុងថ្ងៃនេះយើងមកធ្វើការកាត់សប្តិតាមបែបចិត្តវិទ្យាវិញម្ដងអ្នកនិពន្ធសៀវភៅមួយក្បាលនេះគឺលោក Erich Fromm គាត់គឺជាអ្នកចិត្តវិទូនិងជាវិជ្ជបណ្ឌិតផ្នែកចិត្តសាស្ត្រដ៏ល្បីមួយរូបដែលលោកមានជំនាញព្យាបាលជំងឺផ្លូវចិត្តនិងបកស្រាយអាចកំបាំងនៅពីក្រោយការយល់សប្តិលោកយល់ថាការយល់សប្តិទាំងអស់សុទ្ធតែមានរឿងតំណាងរបស់វាចង់ប្រាប់អ្នកពីរឿងអ្វីមួយគ្រាន់តែភាសានិង logic ដែលការយល់សប្តិប្រើវាខុសពីភាសាដែលយើងប្រើរាល់ថ្ងៃធ្វើឲ្យអ្នកដែលយល់សប្តិមិនអាចយល់ពីភាសាដែលវាយកមកបកស្រាយតែប៉ុណ្ណោះកាលពីសម័យបុរាណវាគឺជាភាសារួមមួយដែលមនុស្សទាំងអស់អាចយល់បានគ្រប់គ្នាប៉ុន្តែឥឡូវអ្នកទាំងអស់គ្នាបានភ្លេចមិនយល់ពីវាទៀតនោះទេទើបគាត់ដាក់ឈ្មោះសៀវភៅមួយក្បាលនេះថាភាសាដែលគេបានភ្លេចឬក៏ The Forgotten Language គាត់បានប្រើប្រាស់ទ្រឹស្ដីរបស់ចិត្តវិទូពីររូបគឺលោក Sigmund Freud និងលោក Carl Gustav Jung ដើម្បីបកស្រាយពីអត្ថន័យនៅពីក្រោយការយល់សប្តិនេះលោក Sigmund Freud បានលើកឡើងថាសុបិនគឺជាការស្រមើស្រមៃដើម្បីបំពេញបំណងចំណង់ឬតម្រូវការរបស់រាងកាយដែលទាមទារឲ្យមនុស្សបំពេញកិច្ចការអ្វីមួយតាមរយៈសកម្មភាពផ្សេងៗដែលបានសុបិនឃើញវាគឺជាប្រតិកម្មរបស់រាងកាយដើម្បីឲ្យខួរក្បាលអាចបន្តសម្រាកបានឧទាហរណ៍ថាអ្នកបានផឹកទឹកច្រើនឬក៏ហូបរបស់ប្រៃមុនពេលចូលគេងរាងកាយរបស់អ្នកអាចនឹងស្រេកទឹកឬមានជាតិទឹកច្រើនត្រូវបញ្ចេញចោលនៅពេលនោះអ្នកអាចនឹងយល់សប្តិឃើញរឿងមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងទឹកអ្នកអាចយល់សប្តិឃើញថាអ្នកបានផឹកទឹកត្រជាក់មួយកែវស្រួលខ្លួនណាស់ឬក៏អ្នកទៅបន្ទប់ទឹកបត់ជើងតូចជាដើមនៅពេលអ្នកយល់សប្តិឃើញបែបនេះអ្នកក៏មិនចាំបាច់ភ្ញាក់ពីដំណេកដើម្បីទៅបន្ទប់ទឹកឬក៏ទៅផឹកទឹកដែរនិយាយបែបនេះចំពោះអ្នកដែលធ្លាប់គេងនំដាក់ពូគឺប្រហែលជាយល់ច្បាស់នៅអារម្មណ៍មួយនេះប្រហែលមានមនុស្សមួយចំនួនមិនយល់ស្របចំពោះគំនិតបែបនេះនោះទេព្រោះនៅពេលដែលពួកគេយល់សប្តិពួកគេមិនបានទទួលក្តីរីករាយបន្ទាប់ពីការបំពេញនៅកិច្ចការទាំងនោះឡើយបែរជាមានអារម្មណ៍ថាខ្មាស់អៀនឬក៏ភ័យខ្លាចទៅវិញឬក៏គិតថាវាមិនមានអីពាក់ព័ន្ធជាមួយនឹងចំណងរបស់ខ្លួននោះទេមុននឹងបកស្រាយបញ្ហានេះយើងត្រូវស្វែងយល់ពីផ្លូវចិត្តរបស់មនុស្សជាមុនសិនផ្លូវចិត្តរបស់មនុស្សមានពីរស្រទាប់ខាងលើហៅថាការគិតដោយដឹងខ្លួនឬ conscious mind ស្រទាប់ខាងក្រោមហៅថាការគិតដោយមិនដឹងខ្លួនឬក៏ unconscious mind ស្រទាប់ខាងលើគឺជាស្រទាប់ដែលមនុស្សម្នាក់អាចធ្វើការគ្រប់គ្រងបានដូចជាវិចារណញ្ញាណសតិសម្បជញ្ញៈនិងអារម្មណ៍ជាដើមស្រទាប់ខាងក្រោមគឺជាស្រទាប់ដែលមនុស្សម្នាក់មិនអាចគ្រប់គ្រងបានមានដូចជាវិញ្ញាណទី6ឬបំណងដែលមិនដឹងខ្លួនជាដើមបើក្រឡេកមើលពីខាងក្រៅស្រទាប់ខាងលើគឺជាអ្នកគ្រប់គ្រងរាងកាយមនុស្សទាំងមូលប៉ុន្តែតាមពិតទៅស្រទាប់ខាងក្រោមទៅវិញទេទើបជាម្ចាស់លើផ្លូវចិត្តពិតប្រាកដវាប្រៀបបានទៅនឹងដុំទឹកកកដែលអណ្ដែតនៅលើផ្ទៃទឹកផ្ទៃខាងក្រោមអាចនឹងធំជាងផ្ទៃខាងលើទៅទៀតគ្រាន់តែយើងមើលមិនឃើញឬក៏មិនដឹងថាមានផ្ទៃខាងក្រោមតែប៉ុណ្ណោះរាល់ទិន្នន័យដែលមនុស្សម្នាក់ធ្លាប់បានជួបប្រទះទាំងអស់ត្រូវរក្សាទុកនៅក្នុងស្រទាប់ខាងក្រោមវាគឺជាប្រភពនៃគំនិតច្នៃប្រឌិតប្រសិនបើអ្នកចង់ដឹងបន្ថែមពីវិធីបង្កើតឲ្យមានភាពច្នៃប្រឌិតអ្នកអាចចូលទៅស្ដាប់សៀវភៅ2ម៉ោងដ៏អស្ចារ្យដែលនិយាយពីវិធីបង្វឹកខួរក្បាលនិងការគ្រប់គ្រងពេលវេលាតាមបែបធម្មជាតិក៏ដូចជាសៀវភៅឧបាយកលដែលនិយាយពីអាចកំបាំងនៅពីក្រោយការធ្វើយុទ្ធសាស្ត្រទីផ្សារយើងងាកទៅមើលការបកស្រាយរបស់លោក Sigmund Freud ពីអាចកំបាំងនៅពីក្រោយការយល់សប្តិវិញចំពោះចំណុចនេះលោក Sigmund Freud បានធ្វើការបកស្រាយថាមកពីមនុស្សមួយចំនួនមិនបានយល់ច្បាស់ពីចំណង់ឬបំណងពីធម្មជាតិរបស់ខ្លួនឬក៏ហៅថាបំណងដែលមិនដឹងខ្លួនបាតុភូតបែបនេះកើតឡើងដោយសារតែនៅក្នុងប្រព័ន្ធប្រសាទរបស់មនុស្សមានប្រព័ន្ធកាន់អំណាចសម្រាប់ត្រួតពិនិត្យរាល់ការគិតរបស់មនុស្សនៅពេលដែលសង្គមបានបញ្ចូលគោលការណ៍ក្បួនច្បាប់ប្រពៃណីក្រមសីលធម៌វប្បធម៌ជាដើម
វាបានជ្រាបចូលទៅក្នុងប្រព័ន្ធត្រួតពិនិត្យមួយនេះប្រព័ន្ធត្រួតពិនិត្យនេះតំណាងឲ្យច្បាប់រស់នៅក្នុងសង្គមវាត្រួតពិនិត្យរាល់ការគិតរបស់ខួរក្បាលនិងមិនបណ្ដោយឲ្យខួរក្បាលធ្វើអ្វីទៅតាមទម្លាប់ពីធម្មជាតិទាំងស្រុងបាននោះទេនៅពេលដែលអ្នកគេងលក់ឥទ្ធិពលរបស់ប្រព័ន្ធត្រួតពិនិត្យនេះបានធ្លាក់ចុះទើបបំណងដែលមានពីធម្មជាតិឬក៏បំណងមិនដឹងខ្លួនអាចលេចឡើងតាមរយៈសុបិនបានឧទាហរណ៍ថានៅពីតូចមិនមាននរណាម្នាក់ចូលចិត្តស្លៀកសម្លៀកបំពាក់ឡើយពួកអ្នកមិនមានអារម្មណ៍ថាខ្មាស់អៀននោះទេផ្ទុយទៅវិញគឺមានភាពសប្បាយរីករាយនឹងការលែងខ្លួនអាក្រាតបែបនេះប៉ុន្តែនៅពេលដែលឪពុកម្ដាយបានណែនាំឬធ្វើការស្ដីបន្ទោសឲ្យអ្នកស្លៀកសម្លៀកបំពាក់ទើបពួកអ្នកចាប់ផ្ដើមកែប្រែធម្មជាតិពីកំណត់នេះចោលនៅពេលដែលអ្នកយល់សប្តិឃើញថាខ្លួនឯងមិនស្លៀកសម្លៀកបំពាក់ឃើញអ្នកដទៃសុទ្ធតែក្រៀមក្រោះមើលទៅពាក់ឬក៏មិនពាក់ខោអាវគឺដូចតែគ្នាទេវាគឺជាការបំពេញបំណងពីធម្មជាតិធ្វើឲ្យការគិតដោយមិនដឹងខ្លួនអ្នករីករាយនៅពេលនេះប្រសិនបើអ្នកមានអារម្មណ៍ថាខ្មាស់អៀននោះក៏ប្រហែលជាមកពីប្រព័ន្ធត្រួតពិនិត្យនៅមានឥទ្ធិពលទៅលើការគិតរបស់អ្នកនៅឡើយសុបិនមានពីរប្រភេទគឺសុបិនត្រង់ៗនិងសុបិនលាក់លៀមអ្នកអាចដឹងច្បាស់ពីតម្រូវការរបស់សុបិនត្រង់ៗមានដូចជាការចង់ផឹកទឹកចង់ទៅបន្ទប់ទឹកឬក៏អ្វីផ្សេងទៀតរីឯសុបិនលាក់លៀមវិញវាត្រូវការកិច្ចពីប្រព័ន្ធត្រួតពិនិត្យទើបវាបានបំលែងពីរូបភាពជាក់ស្ដែងមកជារូបភាពដែលមានភាពពាក់ព័ន្ធឬក៏ជារូបតំណាងឲ្យវត្ថុទាំងនោះវាទាមទារឲ្យអ្នកស្វែងយល់ពីបំណងធម្មជាតិរបស់អ្នកនិងធ្វើការបកស្រាយពីការយល់សប្តិឬកាត់សប្តិនេះឯងឧទាហរណ៍នៅក្នុងសង្គមជាក់ស្ដែងគេយករូបសត្វព្រាបតំណាងឲ្យសន្តិភាពរូបរង្វង់មូលធុរេនតំណាងឲ្យខេត្តកំពតរូបសត្វផ្សោតតំណាងឲ្យខេត្តក្រចេះជាដើមប្រសិនបើអ្នកយល់សប្តិឃើញការធ្វើដំណើរកម្សាន្តឬធ្វើសកម្មភាពអ្វីមួយជាមួយនរណាម្នាក់ដែលមានភេទផ្ទុយគ្នាជាពិសេសចំពោះមនុស្សស្រីនេះអាចមកពីអ្នកនឹករលឹកដល់មនុស្សម្នាក់នោះឬអ្នកកំពុងតែមានចិត្តលើគេរួចទៅហើយមនុស្សមួយចំនួនមានភាពខ្មាស់អៀនមិនហ៊ាននឹងបង្ហាញអារម្មណ៍របស់ខ្លួនដោយត្រង់ៗមានអ្នកខ្លះគិតថាខ្លួនគឺជាមនុស្សស្រីត្រូវគោរពតាមប្រពៃណីទើបនៅពេលយល់សប្តិមិនអាចនិយាយប្រាប់ទៅកាន់មនុស្សម្នាក់នោះថាអ្នកមានចិត្តទៅលើគេឬក៏កំពុងនឹកគេខ្លាំងតែបែរជាយល់សប្តិឃើញថាអ្នកបានសាងអនុស្សាវរីយ៍រួមគ្នាឬក៏បានជួបមនុស្សម្នាក់នោះដើម្បីបង្ហាញពីក្តីនឹករលឹកចំណែកឯការស្រាវជ្រាវរបស់លោក Carl Gustav Jung បានបង្ហាញឲ្យឃើញថាមានពេលជាច្រើនដែលការយល់សប្តិអាចទាយដឹងពីអនាគតវាបានបង្ហាញពីគោលដៅនិងគោលបំណងដែលអ្នកបានយល់សប្តិវិញ្ញាណនៃការគិតដោយមិនដឹងខ្លួនមានភាពឆ្លៀសវៃជាងចេះជាងពូកែជាងក្លាហានជាងមានសិទ្ធិសម្រេចចិត្តច្រើនជាងការគិតដោយដឹងខ្លួនការគិតដោយមិនដឹងខ្លួនជាអ្នកនាំផ្លូវសិល្បករល្បីៗឲ្យសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួនដែលពាក្យខ្មែរតែងតែនិយាយថាមានទេវតានាំផ្លូវនេះឯងគាត់បានបន្ថែមទៅលើលោក Sigmund Freud ថាការគិតដោយមិនដឹងខ្លួនមិនត្រឹមតែផ្ទុកនៅទិន្នន័យទាំងឡាយដែលមនុស្សធ្លាប់បានជួបប៉ុណ្ណោះទេវាថែមទាំងជាបណ្ដុំផ្ទុកទិន្នន័យដែលបន្សល់ទុកពីមនុស្សមួយចំនួនទៅមួយចំនួនទៀតផងគ្រាន់តែពួកយើងមិនដឹងថាមានវាតែប៉ុណ្ណោះហើយនៅក្នុងការគិតដោយមិនដឹងខ្លួនមានរូបអ្នកម្នាក់ទៀតដែលកំពុងតែដេកលក់ហើយគេពូកែជាងអ្នកនៅក្នុងការគិតដោយដឹងខ្លួនទៅទៀតមានតែស្ថិតនៅក្នុងលក្ខខណ្ឌពិសេសណាមួយតែប៉ុណ្ណោះទើបវាក្រោកឡើងរីឯការយល់សប្តិគឺជាទ្វារឆ្ពោះទៅកាន់ការគិតដោយមិនដឹងខ្លួនមានន័យថាការយល់សប្តិគឺជាចំណែកពីធម្មជាតិមួយវាព្យាយាមបង្ហាញព័ត៌មានអ្វីមួយដល់អ្នកគ្រាន់តែពេលខ្លះអ្នកមិនយល់ពីភាសាដែលវាប្រើប្រាស់ធ្វើឲ្យអ្នកគិតថាវាចង់បោកប្រាស់អ្នកទៅវិញដើម្បីអាចដឹងពីអត្ថន័យរបស់ការយល់សប្តិបានអ្នកត្រូវសិក្សាសាច់រឿងពីខាងក្រៅដែលវាសម្ដែងមកអ្នកអាចគិតដោយសេរីពីទំនាក់ទំនងរបស់វាមិនប្រកាសថាជាបំណងរបស់អ្នកឡើយគាត់បានលើកឡើងពីឧទាហរណ៍មួយមានមនុស្សម្នាក់បានយល់សប្តិថាខ្លួនបានទៅដល់វិហារកាតូលិកមើលពីខាងក្រៅវាដូចជារោងកុនពេលចូលទៅដល់ខាងក្នុងវាคล้ายទៅជាវិហារមូស្លីមនៅពេលសូត្រធម៌ចប់គេបានប្រារព្ធនៅពិធីជប់លៀងចាក់តន្ត្រីសម័យខ្លាំងនៅទីនេះលោក Carl Gustav Jung បានបកស្រាយថាមកពីមានគំនិតប្រឆាំងគ្នារវាងសាសនាទាំងពីរនៅក្នុងខួរក្បាលរបស់មនុស្សម្នាក់ថ្វីត្បិតតែគេមានការជឿជាក់លើសាសនាកាតូលិកប៉ុន្តែគេក៏ចង់មានជីវិតរស់នៅបែបសាមញ្ញដែលមិនទាមទារឲ្យរក្សាដំណំច្រើនពេកពោលគឺអាចហូបសេរ៉ាចាក់តន្ត្រីរៀបចំពិធីជប់លៀងជាដើមទើបបង្កើតឲ្យមានជារូបភាពលាយឡំបែបនេះលោក Carl Gustav Jung មិនបានប្រាប់ដោយត្រង់ទេថាការគិតដោយមិនដឹងខ្លួននេះវាពាក់ព័ន្ធជាមួយនឹងសាសនា
ប៉ុន្តែយើងបានមើលឃើញថាគាត់ព្យាយាមបកស្រាយការយល់សប្តិឲ្យលើសពីអ្វីដែលមនុស្សធម្មតាអាចធ្វើបាននិងអាចទាយដឹងពីអនាគតការគិតដោយមិនដឹងខ្លួនគឺជាទ្វារសម្រាប់ទំនាក់ទំនងរវាងមនុស្សនិងអមនុស្សវាមានលក្ខណៈស្រដៀងគ្នាទៅនឹងវប្បធម៌ខ្មែរដែលគិតថាការយល់សប្តិគឺជាប្រផ្នូលរបស់ទេវតាមកលើមនុស្សលោកដើម្បីជាការអបអរសាទរឬប្រុងប្រយ័ត្នចំពោះរឿងដែលនឹងចិត្តកើតឡើងជាដើមដោយសារតែទេវតាចង់ឈរនៅកណ្ដាលមិនចង់លំអៀងទៅលើបុគ្គលណាម្នាក់ទើបគាត់បំលែងការយល់សប្តិឲ្យទៅជារូបភាពផ្សេងៗហើយទុកឲ្យអ្នកដោះស្រាយវាដោយខ្លួនឯងបើអ្នកមានប្រាជ្ញាគ្រប់គ្រាន់អាចដោះស្រាយប្រស្នានេះបាននោះអ្នកនឹងមានឱកាសគេចផុតពីរឿងចង្រៃប្រសិនបើអ្នកបរាជ័យទ្រង់ក៏បានបង្ហាញផ្លូវដល់អ្នករួចហើយដែរគ្រាន់តែអ្នកមិនអាចចាប់យកឱកាសបានតែប៉ុណ្ណោះជាអាចប្រសិនបើអ្នកយល់សប្តិឃើញបាក់ធ្មេញនោះនឹងមានទំនាយថានឹងមានសាច់ញាតិទទួលមរណភាពបើសិនជាយល់សប្តិឃើញសត្វនាគនោះនឹងមានទំនាយថាមានអ្នកតាមជួយថែរក្សាអ្នកជួយអ្នកឲ្យធ្វើការងារដែលអ្នកប៉ងបានទទួលជោគជ័យជាដើមចំពោះអ្នកនិពន្ធសៀវភៅមួយក្បាលនេះវិញគឺលោក Erich Fromm បានយកការបកស្រាយរបស់លោក Sigmund Freud និងលោក Carl Gustav Jungជាគោលប៉ុន្តែមិនបានយល់ស្របគំនិតរបស់អ្នកទាំងពីរទាំងស្រុងនោះឡើយលោក Erich Fromm បានលើកឡើងថាប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ននេះមានដូចជាទូរទស្សន៍វិទ្យុកាសែតនិងប្រព័ន្ធអ៊ីនធឺណិតជាដើមបានបញ្ចូលព័ត៌មានទៅបំផ្លាញប្រព័ន្ធត្រួតពិនិត្យធ្វើឲ្យយើងមិនយល់ពីអ្វីពិតប្រាកដដែលខ្លួនត្រូវការនៅពេលដែលយើងដេកលក់ប្រព័ន្ធត្រួតពិនិត្យបានចុះខ្សោយទើបអាចឲ្យយើងគិតបានដោយសេរីអាចស្វែងយល់ពីបំណងពិតប្រាកដរបស់ខ្លួនគិតបានទាំងរឿងល្អនិងរឿងអាក្រក់កាន់តែក្លាហានជាងមានការសង្កេតនិងវិភាគខ្លាំងជាងពេលដែលយើងនៅស្វាងការយល់សប្តិគឺជាសកម្មភាពផ្លូវចិត្តមួយប្រភេទដែលមិនមានទំនោរទៅរករឿងល្អឬក៏រឿងអាក្រក់ឡើយវាអាចបង្ហាញពីបំណងរបស់រាងកាយឬមិនបង្ហាញពីបំណងរបស់រាងកាយអាចជាទេវតាមកបង្ហាញប្រផ្នូលហើយក៏អាចជាប្រលឹងអាក្រក់មកឆាឆៅវាប្រៀបបានទៅនឹងការយកគំនិតរបស់ចិត្តវិទូខាងលើមកបូកបញ្ចូលគ្នាហើយចែកនឹងពីរមានន័យថានៅពេលដែលអ្នកកាត់សពអ្នកអាចឈរនៅលើជំហរកណ្ដាលមួយដើម្បីវិភាគពីហេតុផលពិតប្រាកដដោយមិនលំអៀងទៅលើជំនឿឬក៏បំណងរបស់រាងកាយឡើយគាត់បានព្យាយាមបកស្រាយហេតុអ្វីបានជាការយល់សប្តិអាចទាយដឹងពីអនាគតតាមរយៈឧទាហរណ៍ខាងក្រោមនេះកនិងខមានបំណងសហការគ្នារកស៊ីនៅពេលជួបគ្នាដំបូងកមានអារម្មណ៍ល្អចំពោះខគិតថាខគឺជាមនុស្សដែលមានសុជីវធម៌នៅយប់ថ្ងៃដដែលក៏យល់សប្តិឃើញខធ្វើបញ្ជីคล้ายៗលួចប្រើប្រាស់លុយក្រុមហ៊ុនក៏បានគិតថាប្រហែលជាខ្លួនគិតច្រើនពេកសង្ស័យច្រើនពេកទើបអាចសុបិនឃើញបែបនេះមួយរយៈក្រោយមកគេបានរកឃើញថាខពិតជាបានធ្វើបញ្ជីคล้ายៗលួចប្រើប្រាស់លុយក្រុមហ៊ុនពិតមែនវាធ្វើឲ្យសុបិនខ្លាចទៅជាការពិតសុបិនអាចទាយដឹងពីអនាគតកាលតើវាពិតជាអស្ចារ្យយ៉ាងនេះមែនឬអ្នកនិពន្ធបានបកស្រាយថានេះមកពីពេលដែលជួបគ្នាលើកដំបូងខួរក្បាលរបស់កបានសង្កេតឃើញថាខមានភាពមិនស្មោះត្រង់ប៉ុន្តែសុជីវធម៌របស់ខបានកាត់បន្ថយក្តីបារម្ភរបស់កធ្វើឲ្យការសង្ស័យរបស់កលាក់ទុកនៅក្នុងចិត្តនៅពេលដែលប្រព័ន្ធត្រួតពិនិត្យបានចុះខ្សោយគំនិតបែបនេះក៏លេចចេញមកម្ដងទៀតហើយការពិតបានបង្ហាញថាការសង្ស័យរបស់គេគឺជាការពិតដែលជាហេតុធ្វើឲ្យការយល់សប្តិអាចទាយដឹងពីអនាគតមនុស្សគ្រប់គ្នាសុទ្ធតែអាចបកស្រាយការយល់សប្តិរបស់ខ្លួនឯងបានគ្រាន់តែអ្នកត្រូវមានភាពអត់ធ្មត់ទេពកោសល្យចំណេះដឹងនិងបទពិសោធន៍មកទល់ពេលនេះនៅមិនទាន់មានសៀវភៅណាមួយគ្រាន់តែមើលភ្លាមអាចបង្រៀនអ្នកឲ្យចេះកាត់សពបានគ្រប់ប្រភេទនោះទេមានតែខ្លួនអ្នកប៉ុណ្ណោះដែលអាចសាកល្បងស្វែងយល់ពីអត្ថន័យនៅពីក្រោយការយល់សប្តិសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយនៅក្នុងថ្ងៃនេះប៉ុន្តែមុននឹងបញ្ចប់យើងមកធ្វើការរំលឹកពីចំណុចសំខាន់ដែលយើងបានរៀននៅក្នុងសៀវភៅយល់សប្តិបន្តិចសិនអ្នកចិត្តវិទូទាំង3ខាងលើមានគំនិតដូចគ្នា3ចំណុចគឺទី1ការយល់សប្តិសុទ្ធតែចង់ប្រាប់អ្នកពីរឿងអ្វីមួយគ្រាន់តែភាសានិង logic ដែលការយល់សប្តិប្រើវាខុសពីភាសាដែលយើងប្រើប្រាស់រាល់ថ្ងៃធ្វើឲ្យពេលខ្លះយើងមិនយល់ពីភាសាដែលវាយកមកបកស្រាយតែប៉ុណ្ណោះពួកគាត់បានព្យាយាមបកស្រាយរឿងដែលការយល់សប្តិចង់បង្ហាញពីវិធីផ្សេងៗគ្នាទី2ប្រព័ន្ធត្រួតពិនិត្យរបស់ខួរក្បាលបានរងឥទ្ធិពលពីពិភពខាងក្រៅកត្តាទាំងនេះមានដូចជាច្បាប់សង្គមប្រពៃណីនិងបណ្ដាញសង្គមជាដើមទី3ការគិតដោយមិនដឹងខ្លួនមានលក្ខណៈខ្លាំងក្លាជាងអស្ចារ្យជាងការគិតដោយដឹងខ្លួនលោក Sigmund Freud បានលើកឡើងថាសុបិនគឺជាការស្រមើស្រមៃដើម្បីបំពេញបំណងចំណង់ឬតម្រូវការរបស់រាងកាយ
ដែលទាមទារឲ្យមនុស្សបំពេញកិច្ចការអ្វីមួយតាមរយៈសកម្មភាពផ្សេងៗដែលបានសុបិនឃើញវាគឺជាប្រតិកម្មរបស់រាងកាយដើម្បីឲ្យខួរក្បាលអាចបន្តសម្រាកបានសុបិនមានពីរប្រភេទគឺសុបិនត្រង់ៗនិងសុបិនលាក់លៀមអ្នកអាចដឹងយ៉ាងច្បាស់ពីតម្រូវការរបស់សុបិនត្រង់ៗដូចជាការចង់ផឹកទឹកចង់ទៅបន្ទប់ទឹកឬអ្វីផ្សេងទៀតរីឯសុបិនលាក់លៀមវាត្រូវការកិច្ចពីប្រព័ន្ធត្រួតពិនិត្យទើបវាបានបំលែងពីរូបភាពជាក់ស្ដែងមកជារូបភាពដែលពាក់ព័ន្ធវិញរូបភាពដែលអ្នកសុបិនឃើញអាចជាតំណាងរបស់អ្វីមួយមនុស្សមួយចំនួនមិនមានភាពសប្បាយរីករាយនៅពេលដែលគេយល់សប្តិព្រោះប្រព័ន្ធត្រួតពិនិត្យនៅមានឥទ្ធិពលទៅលើការគិតរបស់មនុស្សម្នាក់នោះនៅឡើយចំណែកឯការស្រាវជ្រាវរបស់លោក Carl Gustav-Jung បានបង្ហាញឲ្យឃើញថាមានពេលជាច្រើនដែលការយល់សប្តិអាចទាយដឹងពីអនាគតវាបង្ហាញពីគោលដៅនិងគោលបំណងដល់អ្នកដែលបានយល់សប្តិព្រោះការយល់សប្តិគឺជាទ្វារសម្រាប់ភ្ជាប់ការគិតដោយដឹងខ្លួនទៅកាន់ការគិតដោយមិនដឹងខ្លួនការគិតដោយមិនដឹងខ្លួនបានរក្សាទិន្នន័យរបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ហេតុនេះហើយទើបបានជាវាមានភាពអស្ចារ្យជាងការគិតដោយដឹងខ្លួនគាត់មិនបានប្រាប់ដោយត្រង់ទេថានៅពីក្រោយទ្វារនៃការគិតដោយមិនដឹងខ្លួនគឺជាវិញ្ញាណទី6ឬក៏អមនុស្សប៉ុន្តែយើងអាចដឹងបានថាគំនិតរបស់គាត់គឺមានទំនោរទៅរកសាសនារីឯលោក Eric Fromm បានព្យាយាមបកស្រាយហេតុអ្វីបានជាការយល់សប្តិអាចទាយដឹងពីអនាគតគាត់ក៏បានបង្ហាញថាការគិតដោយមិនដឹងខ្លួនមានសភាពខ្លាំងក្លាជាងការគិតដោយដឹងខ្លួនមានពេលខ្លះអារម្មណ៍របស់អ្នកឬក៏វិញ្ញាណទី6របស់អ្នកពិតជាឈុតមែនអ្វីត្បិតតែវាមិនបានរកឃើញនៅហេតុផលជាក់លាក់ណាមួយដើម្បីបង្ហាញថាការគិតរបស់អ្នកត្រឹមត្រូវប៉ុន្តែលទ្ធផលវាឈរនៅខាងការគិតរបស់អ្នកសូមអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នានៅថ្ងៃនេះពីនាងខ្ញុំសូមអរគុណសូមជម្រាបលា